ឆ្ងល់ណាស់ម្ជូររបស់ដូនតាមិនក៏បាត់ចឹងប៉ាខ្ញុំដឹងហើយនេះគឺជាសង្គ្រាមជំនួញឲ្យចូលសម្រាប់ភូមិស្អីនឹកស្មានមិនដល់ថារឿងដំណើររបស់ត្រកូលយើងជារឿងពិតសោះនៅទីនេះខ្លាចជាការពិតហើយដូនតារស់ឡើងវិញហើយឆាប់ទៅមើលទៅក្មេងនោះគឺជាដូនតាឆាប់ទៅរកក្មេងមិញភ្លាមលឿនថៅកែនំប៉ាវ10 ឡុះអូខេបានភ្លាមគិតដោយការគិតមែនធ្វើពលអស់រលីងដេកអស់រាប់រយឆ្នាំមិនត្រឹមតែប៉ុណ្ណឹងខ្លាចជាក្មេងទៀតមិនដឹងថារាប់រយឆ្នាំក្រោយនេះកូនចៅតកូលយន្តរបស់យើងនៅឯណាទេប៉ាស៊ីសិនទៅទើបតែចេញពីលក្ខដៅវ៉ាយក្មេងនេះស៊ីកាហៅម៉េចនំប៉ាវនេះឆ្ងាញ់មែនទែនធ្វើពលយើងដូចជាហេមកវិញបន្តិចហើយថៅកែថែម10 លើទៀតបានភ្លាមហេឈប់សិនអូនតូចយើងរកស៊ីតូចតាច់ទេអូនឯងគិតលុយសិនមកលុយប៉ុណ្ណឹងគ្រប់នៅជីអាល្អិតនេះចង់មកស៊ីបាយបន្លំដល់កន្លែងអញអេថ្ងៃនេះបើអញរត់រួចអញហើយអញថាចៅគិតហើយរួមមកយូរហើយទើបតែជួបមនុស្សស៊ីបាយបន្លំមិនដែលជួបអាណាដូចអញទេខ្ញុំឲ្យលុយហើយតើអញចង់បានលុយនេះគិតខ្មាស់គេស្លាប់ហើយដេកប៉ុន្មានរយឆ្នាំសម័យនេះលេងចាយកាក់ស្ពាន់ហើយហេគេចាយក្រដាសវិញថៅកែលេងដៃខ្ញុំសិនទៅបើលេងអញរត់បាត់ធ្វើម៉េចខ្ញុំស្បោះបើខ្ញុំរត់ឲ្យរន្ទះបាញ់អញឃើញអញរកកោចង់រត់មិញហ្នឹងខ្ញុំស្បោះដាក់ព្រះខ្ញុំអត់បានរត់ទេឆ្នាំ2025មានច្បាប់ទម្លាប់ត្រឹមត្រូវបែរជាមានអ្នកហ៊ានធ្វើបាបក្មេងកណ្ដាលថ្ងៃចឹងអេមិនបានទេខ្ញុំត្រូវតែជួយឈប់ភ្លាមហាលោកម្ចាស់តូចសុំអង្វរហើយឲ្យលុយមកខ្ញុំមកអញស៊ីមិញស្មើនឹងចំណូលខ្ញុំកន្លះព្រឹកហើយបើទៅផ្ទះផ្ទៀងបញ្ជីមិនត្រូវម៉ែខ្ញុំនឹងវាខ្ញុំមកមិនខានគិតឥឡូវសំបីតែវេទមន្តក៏ប្រែជាលុយមិនបានដែរធ្វើមិនទៅអត់លុយពិបាកមែននរណានិយាយមិញគិតខ្ញុំជាជនជាតិចិនតើបងជាសេនជន់ត្រូវចេះបត់បែនថៅកែនោះជាបងស្រីខ្ញុំគាត់នឹងចេញលុយឲ្យខ្ញុំមែនអត់បងស្រីខ្ញុំនឹងណាបងស្រីមែនទេហ្មងមិនមែនទេមនុស្សស្រីស្អាតប៉ុណ្ណឹងគាត់គួរតែជួយខ្ញុំហើយគិតខ្ញុំមិនច្បាស់ណាស់មិនមែនសម្លេងស្រីម្នាក់នេះទេតើចម្លែកណាស់ហេតុអីបានជាខ្ញុំចេះតែទន់ចិត្តជាមួយក្មេងនេះចឹងហើយមិនអីទេក្មេងសោះស៊ីអស់ប៉ុន្មានទៅយ៉ាងច្រើន50 យន្តនេះលុយមិនបាច់អាប់ទេហេអ្នកនាងស្អាតនៅខ្វះពីមើលទៀតស្អីគេនំប៉ាវផ្ទះអញធ្វើពីស្អីប្រយ័ត្នខ្ញុំប្តឹងពីបទប្លន់ណាអាប់អូនក្រពះនិយាយឲ្យទំនំបន្តិចមើលនំប៉ាវខ្ញុំអស់20 ឡោះមួយលើ15 យន្តសរុបទៅ300រកស៊ីតូចតាច់ហាមជំពាក់20 ឡោះគឺ20 ឡោះគិតនឹកស្មានមិនដល់ថាដូនតាដូចជាយើងត្រូវលក់មុខព្រោះតែនំប៉ាវមិនអាចឲ្យមានលើក្រោយទៀតទេខ្ញុំក៏នឹកមិនដល់ដែរថាអញស៊ីខ្លាំងដល់ថ្នាក់នេះ
ឆ្អែតហើយចឹងមានន័យថាឯងមិនចាំថាផ្ទះនៅណាហើយក៏គ្មានលុយជាប់ខ្លួនសំបីមួយរៀលចឹងឯងចង់មកតង់ខ្ញុំហ្មងតែឯងប្រកាសជាចាំឈ្មោះខ្លួនឯងតើត្រូវអត់បើមិនចឹងខ្ញុំជួយរកគ្រូសាឯងមិនឃើញអានឹងខ្ញុំដឹងដោយសារគេចាត់ទុកខ្ញុំជាសេនជុនអ្នកមានបុណ្យខ្ញុំត្រកូលយន្តឈ្មោះហ្វុងសៀនហើយខ្ញុំថាហ្វុងសៀនទៅបានហើយចប់ហើយមើលទៅខួរក្បាលក្មេងនេះមានបញ្ហាហើយកុំបារម្ភអីយើងហ្វុងសៀនមិនដែលរមិលគុណទេមានគុណត្រូវតែសងគុណបំណាច់របស់នាងថ្ងៃក្រោយយើងនឹងសងវិញ100 ដងចឹងខ្ញុំអរគុណទុកមុនហើយនាងកាត់អីនាងនឹកឃើញអីមែនទេឆ្ងល់ណាស់មិនក៏នាងមានឈាមជ័រតកោយន្តរបស់យើងឈាមជ័រតកោយន្តស្អីខ្ញុំត្រកូលសិនឈ្មោះសិនខាងលីខ្ញុំគ្មានជាប់ពាក់ព័ន្ធអីនឹងត្រកូលយន្តរបស់អញទេរឿងឈាមជ័រយើងមិនអាចមើលច្រឡំទេឬមួយក៏ត្រកូលយន្តរបស់យើងធ្លាក់ខ្លួនអស់ហើយមិនបានទេក្នុងនាមជាដូនតាទោះបីជាត្រកូលធ្លាក់ខ្លួនក៏យើងត្រូវតែធ្វើឲ្យកូនចៅរស់នៅបានស្រួលដែរគិតក្មេងនេះពិតជាមានបញ្ហាសិនខាងលីទោះនាងជឿឬមិនជឿរឿងឈាមជ័រយើងមិនអាចមើលច្រឡំដាច់ខាតយើងគឺជាដូនតារបស់នាងជំងឺរវើវីធ្ងន់ធ្ងរហើយយីគេថាចំពោះអ្នកមានជំងឺផ្លូវចិត្តត្រូវតែតាមចិត្តគេបើមិនចឹងទេបើជំងឺធ្វើទុកមិនដឹងជាមានរឿងអីទេគិតយើងត្រូវតែប្រញាប់រកឪពុកម្ដាយក្មេងនេះឲ្យឃើញស្អែកទៅប៉ុស្តិ៍ប៉ូលីសតែម្ដងល្អណាស់ជំហានដំបូងដើម្បីស្រោចស្រង់ត្រកូលយន្តគឺត្រូវរកលុយឥឡូវពួកយើងមានក្រដាសប៉ុន្មានគេហៅថាលុយសល់តែ50ទេបើទិញតែមីកំប៉ុងអាចស៊ីបាន5ថ្ងៃទៀតចុះទិញនំប៉ាវចឹងទិញបានតែ3លទេអេលោកម្ចាស់ដូនតាខ្ញុំគ្មានលុយទិញនំប៉ាវឲ្យទៀតទេជីដូនតាយើងធ្លាប់ស៊ីសុទ្ធតែរបស់ទឹកគិតថាយើងចង់ស៊ីនំប៉ាវណាស់ហេនាងកុំមកចោទប្រកាន់ដូនតាផ្ដេសផ្ដាសណាចឹងមានវិធីណាអាចរកក្រដាសនោះបានលឿនអត់វិធីរកលុយលឿនប្លន់គេប្លន់ធនាគារលេខស៊ីអារម្មណ៍មិនបានទេមិនបានទេទោះងាប់ក៏ខ្ញុំមិនធ្វើរឿងអស់នឹងដែរដូនតាមិនធ្វើចាំចៅធ្វើលេខស៊ីអារម្មណ៍ទុកឲ្យខ្ញុំវ៉ាសាហាវម៉េចគ្រូខ្ញុំចង់មើលឡើងដល់100000នាក់ហើយហ្វុងសៀនពួកយើងមានលុយហើយមានលុយទិញនំប៉ាវបានច្រើនអត់នំប៉ាវមិនមែនត្រឹមតែច្រើនទេថ្ងៃក្រោយនំប៉ាវចង់ស៊ីប៉ុន្មានស៊ីប៉ុណ្ណឹងមែនអត់យើងមិនត្រឹមតែចេះបញ្ជីវត្ថុទេយើងចេះទាំងទូទីមើលយាមទៀតផងចេះទាំងអស់គិតដើម្បីស្រោចស្រង់ត្រកូលត្រូវតែមានអ្នកលះបង់ហើយយើងមិនមែនធ្វើដើម្បីនំប៉ាវទេដាច់ខាតមិនមែនទេធានឈប់សិនលោកប្រុសលោកម្ចាស់បានផ្ដាំឲ្យពួកយើងសង្កេតមើលអ្នកមានសមត្ថភាពពិសេសនៅក្រុងហៃឆឹងអ្នកម្នាក់នេះអាចជាមនុស្សដែលលោកម្ចាស់ចង់រកអត់មែនឬមិនមែនសាក់ទៅដឹងហើយគ្រូខ្ញុំចង់រៀនទូទាយចឹងរៀនមើលយាមទៅអ្នកទាំងពីរគិតមើលទៅហើយហត់បែកញើសក្បាលអស់ហើយអរគុណថៅកែទាំងអស់ដែលបានគាំទ្រ
អរគុណបងប្រុសហានធានដែលបានជូនកាដូនេះគឺជាកាដូថ្មីអេចម្លែកមែនអរគុណដែលជូននំប៉ាវស៊ីមិនអស់មើលទៅពួកគេមិនដូចជាមនុស្សដែលលោកម្ចាស់ចង់រកសោះអរគុណជូននំប៉ាវស៊ីមិនអស់មិនក៏ធំក្លិនស្អុយម៉េះមកពីលោកប្រុសខ្ញុំក៏មានអារម្មណ៍ថាមិនស្រួលដែរពួកយើងចូលទៅជ្រកក្នុងផ្ទះសិនទៅប្រហែលជាចិត្តភ្លៀងហើយលោកប្រុសមនុស្សទៅណាអស់ហើយខ្ញុំមិនដឹងទេលោកប្រុស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 អ្នកឯនោះលោកប្រុសជួយផងលោកប្រុសបងប្រុសហានធានបងចង់ស្ដាប់បទអីឬចង់មើលរំអីប្រាប់មកបើមិនចេះខ្ញុំរៀនភ្លាមជូនបងឬថាពួកឯងចេះទូទីអេទូទីចាំមួយផ្លែតណាហ្វុងសៀនឯងចេះទូទីមែនអត់ប្រកាសហើយកុំមកសង្ស័យសមត្ថភាពដូនតាណាចេះតាបងប្រុសហានធានចង់ទូទីរឿងអីក៏បានដែរជួយទូទីឲ្យខ្ញុំបន្តិចមកបើទីត្រូវខ្ញុំនឹងជូនកាដូ Carnival 1000តែបើហ៊ានតែបោកខ្ញុំមិនលើកលែងឲ្យពួកឯងដាច់ខាតសូមចុចលេខខាងក្រោមដើម្បីទស្សនារឿងពេញ